សាប៊ូលាងដៃស្នាដៃផលិតដោយសិស្សានុសិស្សថ្នាក់ទី5នៅសាលាបឋមសិក្សារោងចក្រស៊ីម៉ង់តជំរាបសួរពុកម៉ែបងប្អូនមុខវិជ្ជាអប់រំបំណិនជីវិតគឺជាមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាជាច្រើនដែលមាននៅតាមសាលានានាទូទាំងប្រទេសកម្ពុជាក្នុងមួយសប្តាហ៍យើងត្រូវជួបមុខវិជ្ជានេះចំនួន1ម៉ោងសិក្សាអប់រំបំណិនជីវិតត្រូវផ្ដោតលើជំនាញ2យ៉ាងគឺបំណិនទុននិងបំណិនរឹងបំណិនទុនសិក្សាលើប្រធានបទសង្គមចំណេះជំនាញទាក់ទងនឹងទំនាក់ទំនងបញ្ហាគ្រឿងញៀនសុខភាពចំណីអាហាររួមទាំងបញ្ហានានាដែលកើតមាននៅតាមមូលដ្ឋាននានាចំណែកឯបំណិនរឹងផ្ដោតទៅលើជំនាញជាច្រើនដូចជាការចិញ្ចឹមសត្វការលក់ដូរលក្ខណៈថ្ងៃនេះយើងបានលើកយកប្រធានបទការផលិតសាប៊ូលាងដៃសម្រាប់ការរៀននិងបង្រៀននៅថ្នាក់ទី5របស់សិស្សានុសិស្សនៅទីនេះដើម្បីឲ្យការបង្រៀនកាន់តែមានប្រសិទ្ធភាពការសិក្សាត្រឹមតែទ្រឹស្ដីមិនមែនគ្រប់គ្រាន់ឡើយត្រូវផ្សារភ្ជាប់នឹងការអនុវត្តទើបការសិក្សាទទួលបាននូវលទ្ធផលល្អទ្រឹស្ដីបូកនឹងការអនុវត្តបានជំរុញឲ្យការរៀនកាន់តែមានប្រសិទ្ធភាព